សូមគោរពទស្សនិកជននិងប្រិយមិត្តទាំងឡាយជាទីមេត្រីក្នុងកម្មវិធីផ្សាយជាភាសាខ្មែរនៃទូរទស្សន៍ប៊ីងឡុងនាថ្ងៃសៅរ៍ទី13មិថុនាឆ្នាំ2026ត្រូវនៅថ្ងៃ13រោចខែចេសឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រួមមានព័ត៌មានសំខាន់ដូចតទៅសន្និបាតពិនិត្យអង្កេតតាមបណ្ដាញបូកសរុបលទ្ធផលរយៈកាល1ឆ្នាំដំណើរការតម្រង់ចាត់តាំងប្រព័ន្ធនយោបាយនិងរដ្ឋអំណាច3ថ្នាក់ខេត្តវិញឡុងពង្រីកតួនាទីរបស់បណ្ដាសមាគមមហាជនក្នុងដំណាក់កាលថ្មីនិងបាត់យកការមានចំណងជើងថានៅពេលដែលតម្លៃអន្តងចុះថោកឈ្មួញឃ្លាតឆ្ងាយធ្វើឲ្យអ្នកចិញ្ចឹមអន្តងជាច្រើនគ្រួសារមានការខ្វល់ខ្វាយយ៉ាងខ្លាំងនិងនេតិសិល្បៈខាងចុងនៃកម្មវិធីមានកម្មវិធីបង្រៀនអក្សរខ្មែរជាលំដាប់តទៅនេះសូមអញ្ជើញទស្សនិកជននិងប្រិយមិត្តទាំងឡាយតាមដាននៅកម្មវិធីផ្សាយមានដូចតទៅកាលពីថ្ងៃទី12មិថុនាគណៈចាត់តាំងមជ្ឈិមបានចាត់តាំងសន្និបាតពិនិត្យអង្កេតតាមប្រព័ន្ធបណ្ដាញបូកសរុបលទ្ធផលរយៈកាល1ឆ្នាំការដំណើរការតម្រង់ចាត់តាំងប្រព័ន្ធនយោបាយនិងតម្រង់រដ្ឋអំណាចមូលដ្ឋាន3ថ្នាក់សមាមិត្តងួយវីងប់សមាជិកការិយាល័យនយោបាយលេខាមជ្ឈិមបកប្រធានគណៈចាត់តាំងមជ្ឈិមធ្វើជាអធិបតីក្នុងសន្និបាតអញ្ជើញចូលរួមក្នុងសន្និបាតនៅកន្លែងបន្តបន្ទាល់ខេត្តវិញឡុងមានសមាមិត្តត្រឹងវ៉ាងឡូវសមាជិកគណៈប្រតិបត្តិការមជ្ឈិមបកលេខាបកខេត្តប្រធានគណៈប្រតិភូរដ្ឋសភាខេត្តវិញឡុងរបាយការណ៍និងយោបល់នានានៅក្នុងសន្និបាតបានឯកភាពវាតម្លៃថាក្រោយរយៈកាលជិត1ឆ្នាំការអនុវត្តតម្រង់រដ្ឋអំណាចមូលដ្ឋាន2ថ្នាក់បានពង្រីកមានប្រសិទ្ធភាពយ៉ាងសកម្មរួមចំណែកធ្វើឲ្យយន្តការបង្រួមបង្កើនសមត្ថភាពសុពលភាពនិងប្រសិទ្ធភាពនៅពេលផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងរដ្ឋបាលសាមញ្ញទៅជាការបង្កើតការអភិវឌ្ឍនៅខេត្តបន្លុងលទ្ធផលលេចធ្លោគឺក្រោយពេលធ្វើការបង្រួបបង្រួមនិងអនុវត្តរដ្ឋអំណាចមូលដ្ឋាន2ថ្នាក់យន្តការរដ្ឋអំណាចមូលដ្ឋានថ្នាក់ខេត្តនិងថ្នាក់ឃុំជាមូលដ្ឋានមានស្ថិរភាពដំណើរការរលូននិងមានប្រសិទ្ធភាពខ្ពស់ជិតស្និទ្ធជាមួយប្រជាជនសម្រេចបាន 100% នៃបេបទដែលបានផ្សព្វផ្សាយមានប្រសាសន៍បូកសរុបសន្និបាតសមាមិត្តងឿងរីងុកសមាជិកការិយាល័យនយោបាយលេខាមជ្ឈិមបកប្រធានគណៈចាត់តាំងមជ្ឈិមបានទទួលស្គាល់និងពីតម្លៃខ្ពស់ចំពោះស្មារតីម្ចាស់ការគំនិតច្នៃប្រឌិតរបស់បណ្ដាមូលដ្ឋានក្នុងដំណើរការអនុវត្តតម្រង់ថ្មីនេះទន្ទឹមនឹងនោះកិច្ចចង្អុលការបណ្ដាមូលដ្ឋានបន្តស្រាវជ្រាវបំពេញបន្ថែមនៅបញ្ហានានាដែលតាក់ទងនឹងរចនាច្បាប់រៀបចំទូនាទីការងារការបែងថវិកានិងប្រព័ន្ធទិន្នន័យដោយសង្កត់ធ្ងន់លើគោលដៅខ្ពស់បំផុតគឺការបង្កើនគំនិតពេញចិត្តរបស់ប្រជាជននិងអាជីវកម្មព្រមទាំងបង្កើតកម្លាំងជំរុញការអភិវឌ្ឍសម្រាប់មូលដ្ឋានសមាមិត្តងឿងជួយងុកសមាជិកការិយាល័យនយោបាយលេខាមជ្ឈិមបកប្រធានគណៈចាត់តាំងមជ្ឈិមបានស្នើឲ្យខេត្តក្រុងតាំង4កន្លែងបន្តបំពេញបន្ថែមនិងផ្ញើរបាយការណ៍ជូនគណៈចាត់តាំងមជ្ឈិមដើម្បីបូកសរុបវិតម្លៃគ្រប់វិស័យដកពិសោធន៍និងពង្រីកតម្រង់ដែលមានប្រសិទ្ធភាពទន្ទឹមនឹងនោះត្រូវបូកសរុបរាល់ការលំបាកនិងបញ្ហាប្រឈមមុខដើម្បីស្នើសុំការពិនិត្យនិងបន្តកែលម្អស្ថាប័នឲ្យកាន់តែល្អប្រសើរនាពេលខាងមុខកាលពីថ្ងៃទី12ខែមិថុនាគណៈប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តវិញឡុងនីតិកាលទី11បានចាត់តាំងសម័យប្រជុំវិសាមញ្ញខែមិថុនាឆ្នាំ2026ដើម្បីពិនិត្យនិងរួមយោបល់ក្នុងសេចក្តីជម្រាបនិងរបាយការណ៍មួយចំនួនរបស់គណៈកម្មាធិការប្រជាជនខេត្តដែលបំរុងជម្រាបក្នុងសម័យប្រជុំពាក់កណ្ដាលឆ្នាំ2026របស់ក្រុមប្រឹក្សាប្រជាជនខេត្តសមាមិត្តងួយប៊ិនយងសមាជិកបំរុងនៃគណៈប្រតិបត្តិការមជ្ឈិមបកអនុលេខាបកខេត្តប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបានធ្វើជាអធិបតីក្នុងសម័យប្រជុំក្នុងសម័យប្រជុំគណៈប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តបានពិនិត្យឯកភាពនៅគោលការណ៍ចំពោះសេចក្តីជម្រាបរបស់គណៈកម្មាធិការប្រជាជនខេត្តស្ដីពីការចោះឈ្មោះកសាងសេចក្តីសម្រេចដែលកំណត់អំពីរបបនិងគោលនយោបាយចំពោះអ្នកសកម្មភាពមិនជំនាញនៅភូមិអនុសង្កាត់តំបន់ប្រជុំជននិងកម្រិតបែងចែកថាវិការបម្រើសកម្មភាពរបស់ភូមិអនុសង្កាត់និងទីប្រជុំជនក្នុងភូមិសាខេត្តទន្ទឹមនឹងនោះសំណពរដល់គណៈកម្មាធិការបកនៃគណៈកម្មាធិការប្រជាជនខេត្ត
បំពេញនីតិវិធីស្នើយោបល់របស់គណៈប្រចាំការបកខិតនិងគណៈកម្មាធិការបកខិតក៏ក្នុងសន្និបាតនេះគណៈប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តបានរួមយោបល់ឯកភាពចំពោះសេចក្តីជម្រាបរបស់គណៈកម្មាធិការប្រជាជនខេត្តស្ដីពីការកែសម្រួលបញ្ជាឯកសារដែលជម្រាបក្នុងសម័យប្រជុំសាមញ្ញពាក់កណ្ដាលឆ្នាំ2026របស់ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី11ចំពោះសេចក្តីជម្រាបនេះគណៈប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តបានសម្ដេញពរដល់គណៈកម្មាធិការប្រជាជនខេត្តពិនិត្យឡើងវិញយ៉ាងម៉ត់ចត់ដើម្បីធានានៅពេលកែសម្រួលបញ្ជាឯកសារដែលជម្រាបឡើងសម័យប្រជុំគឺពិតជាចាំបាច់និងបន្ទាន់ទើបបន្ថែមទៅក្នុងកម្មវិធីនៃសម័យប្រជុំពាក់កណ្ដាលឆ្នាំប៉ុន្តែត្រូវធានាត្រូវតាមលំដាប់លំដោយនៃច្បាប់កំណត់សម្ដៅធានាការងារបម្រុងធ្វើសម្ពយុទ្ធនៅតំបន់ការពារឃុំទ្រង់ថៃសម្រាប់បានគោលដៅនិងសំណុំពរដែលបានដាក់ចេញកាលពីថ្ងៃទី12ខែមិថុនាប្រតិភូទូរទស្សន៍ពិនិត្យយុទ្ធភូមិភាគទី9អាស្រ័យដោយវរស្នីអេកត្រឹងពុកខើយអនុប្រធានសេនាធិការយុទ្ធភូមិភាគធ្វើជាប្រធានបានអញ្ជើញទៅទូរទស្សន៍ពិនិត្យការងារបម្រុងធ្វើសម្ពយុទ្ធនៅឃុំទ្រង់ថៃខេត្តវិញឡុងឃុំទ្រង់ថៃបានជ្រើសរើសជាមូលដ្ឋានចាត់តាំងធ្វើសម្ពយុទ្ធប្រយុទ្ធក្នុងតំបន់ការពារថ្នាក់ឃុំគំរូរបស់យុទ្ធភូមិភាគទី9សរុបខ្លឹមសារក្នុងការទូរទស្សន៍ពិនិត្យវរស្នីអេកត្រឹងវកខើយបានកត់សម្គាល់និងវាតម្លៃកម្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់គណៈបញ្ជាការយោធាខេត្តគណៈកម្មាធិការបករដ្ឋអំណាចមូលដ្ឋាននិងគណៈចាត់តាំងធ្វើសម្ពយុទ្ធឃុំទ្រង់ថៃក្នុងការងារបម្រុងទន្ទឹមនឹងនោះសំណូមពរដល់ស្ថាប័នអង្គភាពបន្តការពិនិត្យនិងកែលម្អប្រព័ន្ធឯកសារបង្កើតស្ថានភាពធ្វើសម្ពយុទ្ធជាក់ស្ដែងពង្រឹងការវឹកវើលំហាត់រួមគ្នានិងការវឹកវើបាញ់គ្រាប់ពិតបម្រុងសម្ភារៈយ៉ាងម៉ត់ចត់ធានាល្អខាងផាសភាល្អបច្ចេកទេសនិងសុវត្ថិភាពក្នុងដំណាក់កាលធ្វើសម្ពយុទ្ធប្រតិភូទូរទស្សន៍ពិនិត្យក៏បានសម្ដេញពរដល់គណៈបញ្ជាការយោធាខេត្តបន្តការណែនាំនិងជួយដល់មូលដ្ឋានបំពេញខ្លឹមសារដែលនៅសល់ដោយធានាការធ្វើសម្ពយុទ្ធប្រយុទ្ធក្នុងតំបន់ការពារឃុំទ្រង់ថៃប្រព្រឹត្តទៅតាមផែនការនិងសម្រេចបានគុណភាពខ្ពស់សមាមិត្តវែងគួនថេងសមាជិកគណៈប្រតិបត្តិការបកខិតអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងជាប្រធានគណៈកម្មការដឹកនាំប្រឆាំងការនេសាទខុសច្បាប់មិនរាយការណ៍និងគ្មានការអនុលោមតាមបទបញ្ញត្តិ EUU ខេត្តវិញឡុងបានអញ្ជើញជាអធិបតីក្រុមសន្និសីទបូកសរុបការងារប្រឆាំងការនេសាទ EUU ឆ្នាំ2025និងដាក់ចេញភារកិច្ចនិងវិធានការគន្លឹះសម្រាប់ឆ្នាំ2026សន្និបាតនេះត្រូវបានបញ្ជាប់តាមប្រព័ន្ធអនឡាញពីគណៈកម្មាធិការប្រជាជនខេត្តទៅកាន់បណ្ដាឃុំសង្កាត់ដែលមានកប៉ាល់នេសាទនៅក្នុងមូលដ្ឋានយោងតាមរបាយការណ៍នៅក្នុងសន្និបាតការងារប្រឆាំងការនេសាទ EUU ក្នុងឆ្នាំ2025សម្រាប់បានលទ្ធផលវិជ្ជមានជាច្រើនខេត្តទាំងមូលមានកប៉ាល់នេសាទចំនួន4574គ្រឿងបានចុះបញ្ជី 100% នៃកប៉ាល់នេសាទដែលកំពុងដំណើរការបានត្រួតពិនិត្យបច្ចេកទេសនិងផ្ដល់ប័ណ្ណតាមបទបញ្ញត្តិនិងទូកនេសាទចំនួន2247គ្រឿងត្រូវបានដំឡើងឧបករណ៍ឃ្លាំមើលដំណើរផ្លូវ PMS ជាពិសេសចាប់តាំងពីដើមឆ្នាំ2024មកទល់ពេលនេះមិនមានការកត់ត្រាអំពីទូកនេសាទណាមួយរំលោភបំពានដែនសមុទ្របរទេសឡើយក្រោយពេលស្ដាប់របាយការណ៍និងការពិភាក្សារបស់បណ្ដាមន្ទីរអង្គភាពនិងមូលដ្ឋាននៅក្នុងសន្និបាតសមាមិត្តងឿងវិនធាងសមាជិកគណៈប្រតិបត្តិការបកខេត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងជាប្រធានគណៈកម្មការដឹកនាំ EUU ខេត្តបានទទួលស្គាល់និងស្ងើចសរសើរចំពោះការខិតខំស្មារតីទទួលខុសត្រូវនិងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់បណ្ដាមន្ទីរអង្គភាពនិងមូលដ្ឋានក្នុងការអនុវត្តការងារប្រឆាំងការនេសាទ EUU នាពេលកន្លងមកនាពេលខាងមុខសមាមិត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានស្នើបណ្ដាវិស័យនិងមូលដ្ឋានបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នៅបទបញ្ញត្តិស្ដីពីការប្រឆាំងការនេសាទ EUU ជំរុញការឃោសនាផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងក្នុងការគោរពច្បាប់របស់នេសាទករគ្រប់គ្រងឲ្យបានម៉ត់ចត់នៅក្រុមកប៉ាល់នេសាទត្រួតពិនិត្យសកម្មភាពចេញចូលកំពង់ផែនិងការតាមដានប្រភពដើមនៃផលជលផលដែលប្រមូលទិញបានកាលពីថ្ងៃទី12មិថុនានៅទីលានងមងទីក្រុងវេសមាគមសហព័ន្ធយុវជនវៀតណាមមជ្ឈិម
បានចាត់តាំងពិធីបើកដំណើរការដំណាក់កាលទី2នៃដំណើរការខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំឆ្នាំ2026ដោយមានការចូលរួមពីសមាជិកនិងយុវជនឆ្នើមជាង 2000 នាក់កម្មវិធីនេះរួមមានសកម្មភាពមានន័យជាច្រើនដូចជាការដង្ហែភ្លើងកប់ការអ៊ុជភ្លើងកប់ការសម្ដែងសិល្បៈនិងការសម្ដែងរួមគ្នានៃតង់សញ្ញាសេម៉ាហ្វ័របន្សំជាមួយការតម្រៀបរូបភាពសិល្បៈក្រុមពណ៌ក្រហមឆ្អៅនៃតង់ជាតិនិងតង់សមាគមយុវជនទីក្រុងវេបានបង្កើតឡើងនិមិត្តសញ្ញាមួយដើម្បីអំណរអនុស្សាវរីយ៍ខួបទី70ទិវាប្រពៃណីរបស់សមាគមសហព័ន្ធយុវជនវៀតណាមដែលបង្ហាញពីមោទនភាពជាតិស្មារតីសាមគ្គីភាពនិងបំណងប្រាថ្នាចង់លះបង់ដើម្បីជាតិរបស់យុវជនជំនាន់ក្រោយនៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះសមាគមសហព័ន្ធយុវជនវៀតណាមមជ្ឈិមរួមជាមួយបណ្ដាអង្គភាពដៃគូបានប្រគល់សម្ដង់កិច្ចការយុវជនជាច្រើននិងប្រភពធនធានសុខុមាលភាពសង្គមដែលមានតម្លៃសរុបជាង700លានដុល្លារ